មិត្តដែលកំពុងតាមដានទេសនាការ live show របស់ខ្ញុំបាទសំឆយាជាទីគោរពបាទនេះជាការ live show លើកទី2សម្រាប់ថ្ងៃពុធទី8ខែកក្កដាឆ្នាំ2026ពួកក្រសួងការពារជាតិវាដឹងថារដ្ឋវាមានលុយប្រមាណវាដឹងហើយការធ្វើសង្គ្រាមនឹងត្រូវចំណាយប្រមាណវាដឹងតែអាពួកមកវិភាគអារបៀបគេហៅថាតប៉ែអស់ហ្នឹងវាដឹងអីទេវានិយាយដើម្បីឲ្យ rating របស់ទូទស្សន៍វាហ្នឹងខ្ពស់ឡើងដើម្បីមានពាណិជ្ជកម្មចូលច្រើននិងបំណងរបស់វាហើយក៏ធ្វើឲ្យវាវល់អស់តែចំណុចខ្លះក៏វាមានសញ្ញាឲ្យយើងដឹងផងដែរពួកខ្លះនោះវាអាចលឺមកខ្លះគ្នាវាបាននិយាយនៅតុកាហ្វេមន្ត្រីរបស់វាអីចឹងទាំងអស់ហ្នឹងទៀតណាបាទអូខេតែវាស្នាការបែកបាក់បាទត្រឹមត្រូវខ្ញុំបាទបង្ហាញផែនទីដែលអាស៊ានក៏ដូចជាអន្តរជាតិគួរដឹងទេធ្លាប់ឃើញទេអាស៊ានធ្លាប់ឃើញទេផែនទីបាទជួយមើលឲ្យអាស៊ានគាត់មើលនេះផែនទីគេទៀតបាទគំនូសលីងពណ៌ក្រហមនេះជាព្រំប្រទល់សិទ្ធិសញ្ញាបារាំងសៀម1 លើ 200 ពាន់ក្រហមទេណាបើប្រិមិត្តមើលក្រហមនោះគឺ1 លើ 200 ពាន់តាមសិទ្ធិសញ្ញាបារាំងសៀមដល់អាពណ៌ខៀវបៃផ្ទៃមេឃនេះនោះគឺវាគូឯកតោភាគី1 លើ 50000ឃើញវាចូលមកទេទៀតឃើញវាចូលមកដីយើងនេះដីយើងនេះខាងនេះដីយើងទីទងជាតិខ្មែរខាងនោះខាងលើគឺដីសៀមហើយនេះគឺប្រាសាទតាមាត់បើប្រិមិត្តមើលខ្ញុំបាននឹងទាញឲ្យមើលឲ្យធំបន្តិចទៀតណាបាទមើលឲ្យធំបន្តិចដើម្បីឲ្យប្រិមិត្តច្បាស់ឃើញប្រាសាទតាមាត់នេះចំណុចលឿងហ្នឹងគឺប្រាសាទតាមាត់នេះ100បើនិយាយពីតាមព្រំរបស់វាគូគឺ170 ម៉ែត្រតែបើទៅតាមវាគូហ្នឹងក៏វានៅក្នុងដីខ្មែរដល់ទៅ170 ម៉ែត្រឃើញទេដូច្នេះប្រាសាទតាមាត់វានៅលើដីខ្មែរទាំងក្នុងផែនទី1 លើ 200 ពាន់និងក្នុងផែនទី1 លើ 50000របស់វាហើយហេតុដូចម្តេចបានវាមកពាត់លួបលាហើយយកអស់ហើយអាស៊ានធ្វើដោយអត់មានអីកើតឡើងទេលោកលីហុងថាថៃវាកំពុងធ្វើឲ្យអាស៊ានឈានទៅរកការបែកបាក់អានោះគឺត្រូវហើយទៀតត្រូវហើយអាស៊ានខ្លួនឯងប្រសិនបើថាឲ្យថៃក្លុកដើម្បីឲ្យបែកបាក់បានក្នុងចំណោម9ប្រទេស10ប្រទេសហ្នឹងឲ្យសៀមប្រទេសថៃមួយធ្វើឲ្យបែកបាក់បានអាស៊ានខំធ្វើមករាប់ទសវត្សរ៍ហើយមកឲ្យសៀមតែជាគេហៅថាប្រទេសជំងឺរបស់អាស៊ានមកធ្វើអញ្ចឹងកើតខ្មាស់គេណាអាស៊ានណាខ្មាស់គេណាមើលហើយ AOT មានផែនទីនឹងអត់អានេះគ្រាន់តែសួររបៀបគេហៅថាបញ្ចុះប្រសោកឯណាគេមិនអត់ទេក៏ប៉ុន្តែយើងក៏មិនធ្លាប់ឃើញថាតើ AOT ហ្នឹងទៅដល់គៀកប្រាសាទតាមាត់ហ្នឹងដែរឬអត់ទេអត់ដែលទៅទេ AOT ទៅកន្លែងណាដែលមានចាក់កស៊ូផ្លូវកស៊ូអូខេគ្រាន់តែអូខេអរគុណដែរ AOT ឃើញទេណាបាទដែលបានជួយបាទឥឡូវហ្នឹងមេតបរបស់ម៉ាឡេស៊ីជើញមកទៀតដែលគាត់ធ្លាប់ជើញមកកាលពីគាត់នៅជាប្រធានដូវេនអាស៊ានគាត់ជើញមកទៀត អ
ឃើញទេគាត់យកចិត្តទុកដាក់បាទអរគុណណាស់បាទមិត្តម៉ាឡេស៊ីនេះណាដែលបានយកចិត្តទុកដាក់បារម្ភពីកម្ពុជាយើងបាទពិតជាអរគុណធំមែនទែននេះណាបាទការដែលគាត់ផុតពីភារកិច្ចប្រធានអាស៊ានដូវេនរួចហើយនោះឥឡូវនេះគឺខាងហ្វីលីពីនក៏តែក្នុងនាមគាត់ជាមិត្តកម្ពុជាហើយក៏ជាកន្លែងឲ្យគាត់ធ្លាប់ដើរគាត់ធ្វើការអញ្ចឹងគាត់ចង់ដឹងដែរតើវាវិវត្តទៅយ៉ាងម៉េចហើយទេណាបាទវត្តទៅយ៉ាងម៉េចហើយគឺគាត់អញ្ជើញមកទៀតបាទទាំងអស់នេះក៏ជាការយកចិត្តទុកដាក់របស់មិត្តយើងបងប្អូនយើងដែលប្រទេសជាមិត្តរបស់យើងដែលយកចិត្តទុកដាក់នៅទីណាអញ្ចឹងមិនថាអ្វីដែលរាជរដ្ឋាភិបាលលោកស្ងាត់តែមិនស្ងៀមនេះគឺធ្វើឲ្យសៀមបារម្ភទេណាបាទទៀតខ្ញុំបាទមានរូបភាពមួយចំនួនទៀតដើម្បីយកមកគ្រប់ជំរាបជូនប្រិយមិត្តណាអូខេសិស្សវិទ្យាបាទអេមរ៉ាត់ធីនីភក្តីវិទ្យាបាទអ៊ីហ្គេលសុចិតាសុស្រីសុខសប្បាយបាទអូអត់បានមើលនៅទៀតណាបាទលោកលីហុងមកទៀតហើយបើអាស៊ានមិនគ្រប់គ្រងថៃឲ្យបានទេនោះអនាគតអាស៊ាននឹងមិនថិតថេរឡើយដូចខ្ញុំបាទជំរាបមិញចឹងឲ្យជាង10ក្នុង10ប្រទេសថា10ប្រទេសដកខ្មែរចេញទេតដកខ្មែរឲ្យសៀមចេញវា11ទាំងអស់មែនទេដល់សល់9ប្រទេសនោះធ្វើអីថៃមួយអាកាសហើយមានទាំងកម្ពុជាទៀតបើសិនបើថាមានការប្រជុំបោះឆ្នោតបើឲ្យកម្ពុជាបោះក៏ជាកម្លាំងមួយទៀតដើម្បីការពារធម្មនុញ្ញរបស់អាស៊ានឥឡូវនេះវាកំពុងរុញឲ្យមានលើកទី3មូលហេតុដែលចង់ឲ្យមានលើកទី3នេះដោយសារវាបារម្ភអានោះពួកអាជ្រុលនិយមដែលវាអត់ដឹងអីហ្នឹងណាអត់ដឹងងាប់ហ្នឹងណាវាគិតខ្លួនវាបារម្ភថាចិនកំពុងតែជួយខ្មែរហើយរាល់ថ្ងៃនេះគឺមានដឹកអាវុធយុទ្ធោបករណ៍ចិនអញ្ចឹងយកមកដាក់នៅកម្ពុជាហើយវាថាអ្វីដែលវាដឹងដោយសារតែខ្មែរក៏អឺតកតោមវាណាគ្រាន់តែកាយវិការទាហានយើងនៅសមរភូមិមុខដែលថាសង្គ្រឹះថ្មិញនឹងវាហ្នឹងហើយចង់ដាក់វាហ្នឹងវាថាដល់ឃើញខ្មែរទាហានខ្មែរយើងហាក់បីដូចជាក្អឺតកតោមបែបរបៀបមានបងឯកដឹងថាមានរបស់ការពារខ្លួនមកច្រើនអញ្ចឹងណាវាថាច្បាស់ជាបានរបស់ចិនមកហើយនេះអាពួកប្រភ្លីប្រភ្លើអាមមីអត់ស្គាល់ភ្លើងខ្ញុំបាទនឹងធ្វើទៀតនៅទីណាខ្ញុំបាទនឹងធ្វើទៀតជាคลิปរបស់ខ្ញុំបាទភាសាថៃคลิปខ្ញុំបាទជាភាសាថៃហើយផុសទៅដើម្បីផ្ញើទៅវាទៀតទៅពួកវាទៀតជាភាសាថៃវាណាបាទក្នុងនោះអ្វីដែលខ្ញុំបានចង់លើកឡើងឲ្យវាមើលផែនទីហើយក៏លើកឡើងអាពួកវាដែលប្រយុទ្ធឲ្យមានវាយលើកទី3វាយខ្មែរមុនខ្ញុំបាននឹងប្រាប់វាថាពួកអស់ឯងនេះជាមមាញអត់ធ្លាប់ឃើញភ្លើងមែនឯងគិតថាឯងមើលអាលើកទី2ដែលឯងវាយយើងនេះវារបូតអញទៅមិញដែលឯងវាយយើងនេះអាលើកទី2ហ្នឹងប្រហែលថ្ងៃហ្នឹងខំប្រមូលភូមិភាគ3មកទៀត3ភូមិភាគគុំដាក់ខ្មែរទៅមួយហើយកម្លាំងរបស់វាច្រើនជាងយើងស្រាប់ទៅហើយនៅធ្វើបានប្រហែលហើយប្រាសាទតាកបីហ្នឹងបើលោកឯងមិនបំផ្លាញធនហ្នឹងក៏មិនងាយចូលមកដែរហើយបើលោកឯងមិនប្រើរបៀបព្រៃផ្សៃហើយប្រើផ្សែងពុល
ផ្សែងពុលផងក្របបែកចកោផងដែលលោកឯងដែលច្បាប់អន្តរជាតិគេហាមនោះលោកឯងអត់ថាមិនចោលទេអញ្ចឹងលោកឯងប្រើអាវុធទាំងអស់នោះដែលហាមនោះមកលើកងទ័ពខ្មែរហើយធ្វើឲ្យគ្នាយើងនឹងរបួសគឺថប់ដង្ហើមនឹងច្រើនដោយសារតែអាផ្សែងពុលរបស់វានឹងហើយទាំងអស់នឹងមិនដឹងជា AOT បានកត់ត្រាយកអស់ហើយឬនៅយើងក៏អត់ដឹងដែរក៏ប៉ុន្តែសង្ឃឹមថា AOT នឹងធ្វើការរបស់ខ្លួនទេណាបាទនេះខ្ញុំបាទនឹងឲ្យឃើញអ្វីដែលសៀមវាកំពុងតែខំប្រឹងរត់ជើង3ជើង4រនៅនេះផងរនៅនោះផងនេះទៀតគឺស៊ីអាសាបានទៅមូលដ្ឋានទ័ពប៉ាស៊ីហ្វិករបស់អាមេរិកនៅហាវ៉ៃហើយនៅមូលដ្ឋានទ័ពមួយចំនួនទៀតនេះឃើញកប៉ាល់ឯទៀតនេះស៊ីអាសានេះអាសាស៊ីហើយលើកើមានដឹងអីទៅដើម្បីនឹងប្រាប់អាមេរិកថាខ្ញុំត្រូវការអ្នកដើម្បីឲ្យអ្នកជួយខ្ញុំពីព្រោះកម្ពុជាមានចិនពួកសម្ដេចតេជោហ៊ុនសែនអញ្ជើញទៅចិនហ្នឹងគឺពិតជាចិនគ្រប់គ្រងហើយក៏ជួយការពារអធិបតេយ្យរបស់កម្ពុជាអញ្ចឹងខ្ញុំអត់ណាជួយទេសូមអាមេរិកឯងមកជួយខ្ញុំផងអូខេមិនដឹងជាគាត់និយាយចឹងតាមអ្វីប៉ារ៉ូលខ្ញុំបាននិយាយនឹងអត់ទេណាទេណាប៉ុន្តែយើងយល់បានថាទៅរកខ្នងហើយអាមេរិកមួយរយៈហ្នឹងអត់សบายចិត្តនឹងសៀមដោយសារតែទិញអាវុធមួយរយៈដែលឃ្លាតឆ្ងាយពីអាមេរិកហ្នឹងណាទៅទិញអាវុធរបស់ចិនប្រើនៅកងទ័ពថៃហ្នឹងមានប្រហែលជា 80% ប្រិមិត្តមិនគួរជឿអាវុធចិនណាដែលសៀមទិញមួយរយៈដែលអត់បានទៅងាករកអាមេរិកហ្នឹងនៅឆ្ងាយពីអាមេរិកហ្នឹងប្រហែលឆ្នាំហ្នឹងដែលប្រយុទ្ធកាន់អំណាចហ្នឹងងាកទៅទិញអាវុធរបស់ចិនហ្នឹងបានតាំងពីអានាវាមួយទឹកអត់ម៉ាស៊ីនអីនោះទាំងអស់នោះចិនលុកនាវាមួយទឹកឲ្យសៀមកងទ័ពសៀមអត់មានម៉ាស៊ីនឆ្លោះគ្នាពេញសភាអើយអាទាំងអស់ហ្នឹងហើយដែលបកប្រឆាំងរបស់សៀមពួកប្រជាជនថៃហ្នឹងនិយាយឌៀមដាមឲ្យរដ្ឋាភិបាលរបស់គេមួយចំនួនពាក់ព័ន្ធនឹងរឿងទិញអាវុធហ្នឹងបាទអញ្ចឹងឃើញទេអ្វីដែលវាប្រើពាក្យថាវាយមុនតែខ្ញុំមិនជឿថារដ្ឋាភិបាលវាអនុធានឥឡូវគ្រាន់ឆ្លាតទេហើយដោយសារថាត្រូវបំណងរបស់ប្រជាជនវាខ្លាំងពេកហើយនឹងសម្ពាធពីអន្តរជាតិច្រើនអញ្ចឹងវាដូចគាត់យល់ដឹងខ្លះពីរឿងដែលឡើងមកធ្វើរដ្ឋាភិបាលមិនទាន់បាន 4-5 ខែល្អផងគេរៀបចំបច្ឆាដើម្បីដុតហើយរៀបចំក្តារមឈូសដើម្បីដាក់រដ្ឋាភិបាលអនុធាននឹងហើយឃើញទៀតនឹងគឺសមត្ថភាពអ្នកដឹកនាំទេណាបាទសមត្ថភាពអ្នកដឹកនាំបាទអរគុណលោកលីហុងយើងអំពាវនាវឲ្យអាស៊ានប្រើឥទ្ធិពលរបស់ខ្លួនមិនបាច់មកជួយវាយសៀមទេមិនបាច់ទេគ្រាន់ថាប្រទេសនីមួយឲ្យមានកម្រិតការទូតជាមួយនឹងសៀមកម្រិតមួយសុំសំណូមពរហើយឲ្យមានកិច្ចសន្យាមួយកិច្ចព្រមព្រៀងមួយ
mẹ ta chỉ mùi nâng và thiên à diên có đồ viên mùi đi ôi cách sân là giá cách pro priêng mùi à diên tiếng đọc mùi nữa à thưa cách pro priêng sân tiệp hiệp rồi viên Campuchia nâng thay hay rồi hai bật tê à diên thì mùi nữa à chứ à diên mùi miên ca ta bật cách ai thưa bệ hi ca từ lơ bật tì xiêm nông bạc cá mùi pi bayอย่างtự rồi có từ bệ hi ca tu nhê xong bị ta pra hay thà thư ca khác mở còn sẵn ngâm nó không rung nó không rôn hay pra do bịa sợ ảnh á các bà là nâng khi mình men hao tha hạ cung rồi có sẵn mà cung ấy thế ná nó khla cả đá hơi thôn nâng ngô hay diễn gì vì thế phụ nhóm thư ca đây ta chia ba đã bạc chương nó chia đang bây giờ đã lươn tích rồi có dồn đã chương là on nhưng mà pra còn pra đã bạc chương là biết đã bạc chương nữa vì chứ ta na diễn ba rồi lý hóng chiếm ai cái phiệp hay xong châu ruộng thứ năm đương tham mệnh vì số bóng tam chiếm kết thà cao đá thể hiện siêu việt banh cầm tích bật xa bọc mai sẵn kim chung tí pi lúc cứ bằng chia pi à sẽ đạch đọc cột nâng à thao à nó thính tiếng à rọt trai ca pi kiệt vía đã từ đầu cầm tích bật xa đồn ta dường à rồng mẹt bảo vía nè sát đồn ta dương đòn nái bà đôi viên đơn thá bà sátទាំងអស់នោះnó tamក្នុងដងរែកមិនមែនជារបស់វាជារបស់ខ្មែរខ្ញុំក៏ដូចប្រជាជនខ្មែរទាំងអស់មានការឈឺចាប់ខ្លាំងណាស់កាលណាឃើញរូបភាពប្រាសាទព្រះវិហារម្ដងពួកវានេះសប្បាយនឹងកំទេចប្រាសាទខ្មែរហូរកញ្ជ្រៀវបំផ្លាញព្រោះដូនតាចោលសៀមគ្មានបានសាងប្រាសាទនេះទេវាធ្វើឲ្យខ្មែរយើងឈឺចាប់ខ្លាំងត្រឹមត្រូវណាស់ជាបានដាក់ជាភាសាសៀមទៅរឿងដែលវាអូហូវានិយាយរបៀបគេហៅព័ត៌មានរបស់វានឹងចេញមកនោះថាវាខ្មែរយើងនឹងអត់ដឹងអីខ្មែរយើងនឹងអត់ដឹងអីនោះគឺការមើលងាយរបស់វាមិនដែលឲ្យតម្លៃយើងទេអញ្ចឹងហើយបាទខ្ញុំអរគុណបងប្អូនហើយតែនៅឡើយតែបងប្អូនមកក្តាប់តូចហ្នឹងនៅតែលួចឆ្លងដែនចូលទៅប្រទេសវាឲ្យវាចាប់ឲ្យវាចង់វាអត់ឃ្លានណាស់ឬមកផ្ទះខ្ញុំបានមកអាចបានមកគ្រួសារជួយបានគ្រាន់តែអង្គដើម្បីឲ្យមានអង្គហូបនឹងមិនបាច់ទៅសៀមទេអ្នកដែលចង់ទៅសៀមមកនេះមកគ្រួសារមកខ្ញុំបានឲ្យអង្គវាដូចជាវាអត់មានខួរក្បាលអីសោះអញ្ចឹងបងប្អូនហើយទៅឲ្យគេធ្វើបាបឲ្យគេធ្វើមើងងាយនេះប្រិមិត្តមើលคลิปមួយនេះមីស្រីមួយនោះមិនដឹងជាវាតួនាទីវាស្អីទេក៏តែវាបញ្ជាប៉ូលីសនៅកន្លែងនោះបានវាតាមសង្កេតមើលនារីខ្មែរម្នាក់ដែលលក់បាយលក់ម្ហូបហៅថាបាយស្រូបទេណាបាយស្រូបនៅផ្សារបាងយ៉ៃ
nơi bọc cọ này rồi hai vía tấu về khơi nhà đi khmai đó rọp lưới vía có thọt rồi hai vía hao thì police vía máu này ấy có việc cho tha để đi khmai chứ nó to một việc sung tục sung tụcนี่มือมุกมอดเวียมวยนึงอะให้มือมอดเวียสมานาเวียนึงเหมือนนึงมีสลัดทอนนะฮะเยี่ยดื้อดองมือมอดเวียเนี่ยเดี๋ยวนี้ขมายซีชลัวลุกบายกีเตเห็นนะบ่าซีชลัวลุกบายกีเตโดยหายวิหาวตำรวจนี่ท็อปยิวนี่นี่ปอกนี่คือปอกสตรูระบาขมายยืนมองเห็นไหมบ่าให้เนรีขมายยืนนั่งท่าจำกอดเตะตั้งแต่แกกอดสั้นพวกกอดมีถักแก่ถักแก่ไทยให้มีกระจางมือนั่งเวทาบายเต้วิออดฮินมาเต้ตะแกในแอร์โย่แล้วในแอร์มอตามกะลีเต้าตัวปอกย่อเครียดตัวปอกโอเคกหลายนั้นคิดว่ามันเจียจัดทุกทานเจียเรื่องไอ้ใดกูจับอารมณ์ปีเต้ตีนะแต่กรอนท้าขนมเนียมขมายคณีแอร์ยืมอัดจังเคยขมายรองกรุ๊ปน้อยอ่อมเปอร์อายุติทัวเวียข้อจะมาพ่ายแต่ว่าพี่ในแอร์แต่ในแอร์เฟอร์จึงมวยนักซักตัวเต้เตี้ยแต่ละอดปีบรวกเขียวบาดดังทาในประเทศเซียมด้วยนะพวกผมเมียนี่ก็จรานข้างลาวนี่ก็จรานเวียดนามก็เมียนแต่ตัวรัสเซียในประเทศไทยนะคลาดก็ทื่อระบอคนไอคลาดก็ตัวรัสเซียชนูลกีเตอร์ตาในไอบอกสมอาดทื่อระเบียบนึงอ่ะครบเคลียร์ได้ละอดครบจิตซักได้ละอดแต่เตอร์รัสเซียขนมประเทศในไอนึงหรือก็ในไอรอแต่มุกขมายตีนู่หายได้คือบาดชื่อจับจุ่มนัวบอลโอนต่างออกน้องให้ก็ขมัดเจ้าซีมเลยนะบอลโอนเหมือนกลัวปะทอยประธานให้เติมบอกพลายอนาคตปีไปเรียร์บอลโอนดอกปันดังตีเติมตีนังตีจับหายยืมจมูกซีมบอลโอนจับหายบอลโอนจืนเต้าคืออาคือกาบานกับแต่บอลโอนอดมีสกัดสับเต้เหมือนโดยปีชนะมุนเต้เหมือนโดยปีมุนแต่ไวเคลียร์นั่งเต้ชโลเคลียร์นั่งเต้เรานั่นคือไวเราเวียงกัมพูชีขมายนั่งเสียมนี่จอบให้เก็บเนียนเหมือนแพะเต้าเมามาเพลทโรคเนียนั่งอันนึงเนียนไอ้ออยทาเบียเวลตลบโดยดามวิ่งโน่บางคนไปสังคม50%นั่นก็อดบานพอยังมาสร้างทานจังขนมระยะปี5 ឆ្នាំเติม10 ឆ្នាំนึงบางคนจำมือแต่เรียนรัฐบาลโลกเมียนตูดิตีหนึ่งคือสหปฏิบัติการสหการจีบุยคณีไอพลักโดตุหมุนไตรไอนั่งที่เมียนนั่งจีการมีระบบปฏิแต่สำหรับประชาชนนั่งยังบาดจะจำให้มันอาจยังเวิร์ตลอดด้วยดาววิบานตีแต่เถอะนะบ่าจังทรงเปียวเนียวดอกบอลโอนแต่จ้องเวิร์ตลอดแต่ประเทศไทยรอการเงียบคือวิญญุตามเอาไว้ได้ถักแกตะคังนอกบ่จำจืดเต้าบ่เก็บปัจจิตรการยืนเต้าเอาไทยถนนปราบเอาถักแกน้องติงสมบูรณ์ยนต์ห่อเต้าเอาประมาณนี้แต่ยังบ้านเคยพูดแต่มุดระบองลั่วให้ก็เต้าเอาวิจับอย่างนี้นะสัตว์ปุ๊เยียนทนำท้องก็มันนะปะพลีปะเพลือเอานั้นตุกมาสกขมายก็บ้านเราจะเจาะกุกสกเสียมนั่นตั้งแม่แต่เราแม่เต้นนั่นเลยอดแจกกึศตีมวยเรื่องขาอดการเงียเธอมันปฏิบ้านในไอ้มันเรื่องอ้างหนังการเงียในไอ้อดคว้าการเงียเธอที่สกขมายโน่
đầm bay ở miền lùi chai mà là tàu xiêm nữa là lâu nâng để ai sắm bài nát rứ ở tầng hiên ở khơi một khẩm mến không của lâu nay bị áp đôi pi năm môn thế nào bị đọc năm môn thế nào mai chỉ mùi xiêm không tàu vô rồi bị đặt năm pol ngọc ở na thưa bồn là nó ở vậy đừng thằng khẩm mến nó biết lên vi re nhiều vô hay nào để trong tàu tiền vì chia cho nó bao kia nâu dương cái sóc sờ bài cái bằng ho cái ấy chẳng tao nâng dương chia và tê đại miền Arya thò dương miền pu mệt ót pu đôi trâu bên đường nào dương chẳng thương đôi trâu hay tàu rồi tàu chui trâu rồi xì mùi trâu tàu ở trâu pra kết phong bao ôn kết phong tiền để nó bà ok លោកច័ន្ទសុផារ៉ាបាទដើម្បីនឹងឲ្យមានការផ្លាស់ប្ដូរមតិយោបល់គ្នាឮថាបែកធ្លាយផុសតាងសូម្បីតែផែនទីដែលភាគីថៃគូឡើងដោយឯកតោភាគីនិងប្រើប្រាស់ដោយខុសច្បាប់ក៏នៅតែបង្ហាញថាប្រាសាទតំបន់ធំនិងប្រាសាទខ្នាតស្ថិតនៅក្នុងទឹកដីរបស់កម្ពុជាទាំងស្រុងដែរបាទដូចឮថាខ្ញុំបាទបង្ហាញមិញហើយបាទឬក៏សរសេរមកមុននឹងខ្ញុំបាទបង្ហាញបាទបង្ហាញម្ដងទៀតប្រិមិត្តឲ្យច្បាស់ថារបស់យើងពិតជារបស់យើងឲ្យច្បាស់ថាចោលពិតតែឆ្លៀនពៀនលួចប្រាំប្រាសាទរបស់ខ្មែរយើងនេះទៀតប្រិមិត្តទេសនាទៀតនៅទៀតណាបាទអូខេបាទនេះប្រាសាទតាមន់ប្រាសាទខ្នានៅខាងនេះទៀតដូច្នេះប្រាសាទខ្នាកាន់តែនៅជ្រៅនៅក្នុងដីកម្ពុជាហួបអានេះ170 ម៉ែត្រពីបន្ទាត់ព្រំដែនដែលសៀមគូឯកតោភាគីនេះមួយលើ 50000 ពណ៌ផ្ទៃមេឃនេះឃើញទេឲ្យឡែកពណ៌ក្រហមគឺជាផែនទី1លើ 200,000 សិទ្ធិសញ្ញាបារាំងសៀមនេះណាបាទឃើញណាមានពីបន្ទាត់មួយត្រឹមត្រូវមួយឯកតោភាគីដែលវាគូរីឯទីតាំងពិតប្រាកដរបស់ប្រាសាទនៅនេះចំណុចលឿងនេះឃើញទេបាទខ្ញុំបាទពង្រីកឲ្យបងប្អូនបានឃើញឲ្យច្បាស់ឃើញទេនេះអានេះផែនទីវាគូនេះបារាំងសៀម1លើ 200,000 ឯប្រាសាទយើងនៅទីនេះប្រាសាទតាមន់ធំឃើញវានៅក្នុងដីខ្មែរទេសូម្បីតែផែនទីវាហ្នឹងរបស់វាហ្នឹងក៏170 ម៉ែត្រពីផែនទីព្រំបន្ទាល់ដែនហេតុអីបានចោលឯងមកឈរជើងយកប្រាសាទអញថាជាប្រាសាទរបស់អ្នកឯងឃើញទេអញ្ចឹងហ្នឹងដែលបាញ់មិញសួរទៅដល់អាស៊ានជួយមើលបើវាម្លឹងទៅធ្វើយ៉ាងម៉េចហើយបើខ្មែរអត់ធ្មត់ប៉ុណ្ណឹងហើយអស់លោកដែលជាសមាជិកអាស៊ានដូចគ្នានោះចេះជួយគ្នាផងគ្រប់គ្រងគ្នាផងវាអាចមានរឿងផ្សេងទៀតបើសិនបដិបដោយឲ្យអញ្ចឹងវាអាចមានរឿងនៅប្រទេសណាក្នុងអាស៊ានដូចគ្នាទៀតវាជាគំរូអាក្រក់ណាបាទជាគំរូអាក្រក់ឥឡូវលោកច័ន្ទសុផារ៉ាបានឃើញហើយណាគេណាបាទបង្ហាញហើយគេខ្ញុំបាទមើល comment ទៀតបាទឆាវីថាបាទសៀមវាដូចអ៊ីស្រាអែលក្នុងនោះមានអអ្នកវិភាគមួយចំនួនវិភាគស្រាសវាហ្នឹងណាវាបានលើកឡើងពីអ៊ីស្រាអែលពីរុស្ស៊ីអញ្ចឹងវាថាបើមានបញ្ហារឿងព្រំដែនឬក៏ប៉ះទង្គិចគ្នាច្បាំងគ្នាធ្វើម៉េចឲ្យយើងខ្លាំងទៅឃើញអ៊ីស្រាអែលអត់មានអីផងណាថាអីថាទៅណានិយាយអីនិយាយទៅមើលវានិយាយ
unclose ស្ដាប់មើល unclose មើលរុស្ស៊ីវាយចូលដីអ៊ុយក្រែនដល់ណាដល់ណីអន្តរជាតិស្រែកទៅនឹងលោកខាងលិចផង NATO ផងនៅធ្វើអីរុស្ស៊ីមិនបានរុស្ស៊ីខ្លាំងរុស្ស៊ីដាវាចង់យក model រុស្ស៊ីវាចង់យក model អ៊ីស្រាអែលយើងធ្លាប់ប្រាប់ឲ្យតាសៀមហែងមិនមែនរុស្ស៊ីទេហែងក៏មិនមែនអ៊ីស្រាអែលទេកុំក្អឺតកុំកតោមកុំលយនៅពេលដែលមានអ៊ីស្រាអែលមិនប្រមាណក្បាលនៅប្រទេសនេះឯងនោះពួកនឹងវាមិនមែនកងទ័ពអ៊ីស្រាអែលទេហើយក៏កម្ពុជាក៏មិនមែនប្រទេសដំឡូងមូលទេលោកឯងកុំភ្លេចថាមានសទូចស៊ូត្រីដូចគ្នាទេតែអ្នកឯងអាចស្ទូចមួយថ្ងៃអត់បានទេតែខ្មែរស្ទូចមួយថ្ងៃបានទី3 4 10ត្រីអញ្ចឹងទៅបើអ្នកឯងធំមែនកប៉ាល់អ្នកឯងដាក់ស្ទូចត្រីកប៉ាល់ធំខ្មែរទូកចែវមួយដាក់ស្ទូចមើលទៅមួយថ្ងៃហ្នឹងត្រីបានកន្លះទូកហើយបានតែ2 3ហ្នឹងមិនប្រកាសថាអ្នកឯងធំនឹងគ្រាន់បើទេមិនប្រកាសទេណាចង់និយាយប្រាប់ថានៅពេលដែលអ្នកឯងគិតថាអ្នកឯងមាន F16 អ្នកឯងបំពាក់មីស៊ីលរបស់អ្នកឯងនៅ F16 ណាដែលពួកឯងគិតណាពួកសៀមឯងគិតណាពួកសៀមឯងកុំឲ្យវាភ្លឺដល់ថ្នាក់ដែលថាទាហានអ្នកឯងនឹងអាចចូលមកដល់ស៊ីសផុនបាត់ដំបងសៀមរាបអីយកទៅវិញនោះងាប់ហើយបើមកធ្វើជីនៅស្រុកខ្មែរហ្នឹងថាតែថាធ្វើបើមកហើយបានត្រឡប់ទៅវិញអាហ្នឹងតយូរឲ្យទាហានចូលមកដល់នឹងមើលចូលមកឲ្យចូលមកតែ1គីឡូដីមកផុតពីព្រំដែនមកសាក់មើលបើមុនមកផ្ដាំកូនផ្ដាំចៅផងបានផ្ដាំប្រពន្ធផងអ្នកឯងមកប្លន់យកទឹកដីយើងដូច្នេះងាប់ទៅយំបាលសួរទៀតហើយប្រភ្លឺទៅយកដីគេនោះយកមិនចេះឆ្អែតមិនចេះឆ្អន់យកមកបាលថាអញដឹងណាដីហែងនៅរាល់ថ្ងៃហ្នឹងដីនឹងដីខ្មែរទៀតណាមិនប្រភ្លឺឲ្យគេបាញ់ក្បាលមកដេកនៅហ្នឹងណាផ្ដាំទៅសៀមសង្គ្រាមវាអត់សុបាយទេដោយប្រិមិត្តខមមិនមកអញ្ចឹងច្បាស់បាននិយាយហើយថាអ្នកឯងតែថាចង់ឲ្យប៉ះលើកទី3នោះចង់ណាស់នោះឯងមកខ្លួនឯងមកជីដែនមកឥឡូវវាអាងថាវាមានយន្តហោះវាមានមីស៊ីលវាអាចបាញ់ពីចម្ងាយបាញ់ពីខ្ពស់មកយកគោលដៅមកភ្នំពេញហើយគេគម្រាមយើងគេថាឲ្យតែហ៊ានតែយើងប្រើ PX03 ហ្នឹងណាបាញ់ចូលទៅដីគេណាខូចកន្លែងណាអីរបស់គេហ្នឹងណាសុំប្រាប់ទៅអាសៀមហើយពេលដែលថាប្រកាសសង្គ្រាមជាមួយគ្នាហើយមន់ជុលហើយពេលនោះចង់ស្អីកើតឡើងក៏កើតចោះយកមកឈ្នះដៃហើយសៀមអត់សុបាយទេ drone ទៅមីស៊ីលទៅក្រុមបែកទៅអាឯងក៏មកដែរ drone មកតែយើងអត់មានអីដែលត្រូវខូចត្រូវស្ដាយច្រើនដូចអ្នកឯងនោះទេគ្រាន់តែលេង drone ទៅឯង500 drone បើមិនឆេះអាកន្លែងចម្រាញ់ព្រៃកាតឯងនេះខ្ទេចអស់ដូចលោកសេនស្គីអ៊ុយក្រែនគាត់និយាយចឹងគាត់ថាអត់មានសល់ទេរោងចក្រចម្រាញ់ព្រៃរបស់រុស្ស៊ីអត់មានសល់ហើយបើដើរបានតែ20-30% 50% ទេឆេះអស់សឹងទាំងអស់ពីព្រោះ
đôi chia bao nhiêu bị rong chặt thông thông rồi bỏ rù xí chấm ranh tí đôi chia miên một phay bầm bờ rong chặt thông thông ấy thì nó bảo thông che thằng hỏi buồn cho năm pram cho năm nữa ui cái này chun drone tao check tí ọ hay sừng kia mà lâu nâng khlang oi này na khlang lừa cá này nó khlang này hai con mình mét yôn hot thì yôn hot missile bắn lẹ drone tầm lái mìnhประมาณ ปอนด์ ទេ แต่ អាច មក ផ្លាយ រោងចក្រ នេះ ឯង រាប់ 100 ពាន់ លាន ទៅ drone មួយ តម្លៃ ប្រហែល ជា 2000 ទៅ ឬ ក៏ 3000 ថា 3000 ទៅ ទៅ 10 drone 30000 នេះ ណា បាទ 30000 10 drone អញ្ចឹង យើង ប្រឡែង ទៅ 100 drone វា មិន ដល់ ទេ មិន ដល់ 100 ទេ ពី ព្រោះ អា drone 3000 ហ្នឹង វា drone ល្អ ហើយ អា នឹង យក តែ 50 60 ទៅ ហ្នឹង វា បាញ់ ហើយ កំតែ វា មិន បាញ់ ធ្លាក់ ទាំង អស់ ហ្នឹង ទេ យើង ក៏ មាន វិធី របស់ យើង ខ្ញុំ បាទ ចង់ ជម្រាប ថា អង្គភាព drone របស់ អ៊ុយក្រែន ណា ទេ ណា បាទ បាន និយាយ រឿង drone ណា មាន ដល់ ទៅ 15000 អង្គភាព ហើយ មក អង្គភាព របស់ គេ មាន 30-40 ហ្នឹង 30-40 នាក់ ហ្នឹង ហើយ មាន ដល់ 15000 អង្គភាព មាន ន័យ ថា នៅ ក្នុង កង អនុសនា តូច រក្សនាធំ អី ហ្នឹង វា មាន 2-3 អង្គភាព របស់ គេ នៅ ក្នុង នឹង ជាមួយ គ្នា ហ្នឹង ព្រោះ ឥឡូវ នេះ គេ មិន ចាំ បាច់ ប្រើ ទាហាន ទៅ ច្បាំង ទេ គេ យក ទាហាន ហ្នឹង ឲ្យ បញ្ជា drone វិញ អញ្ចឹង អបមាថា មក ក្រុម មាន 12 នាក់ ធម្មតា ត្រូវ ទាំង 12 នាក់ នឹង ត្រូវ ចូល សមរភូមិ ក៏ ប៉ុន្តែ ដល់ គេ មាន drone 6 នាក់ ទាហាន ដែល កាន់ អាវុធ ច្បាំង ហ្នឹង ដើម្បី រុល ទៅ drone ទម្លាក់ ទៅ បាញ់ ទៅ អ្នក ដែល ជើង ក្រោម ហ្នឹង ចូល ទៅ អញ្ចឹង drone នឹង ហើយ គឺជា តួឯក នៃ ការ ប្រយុទ្ធ ហើយ មាន ប្រសិទ្ធភាព មាន ប្រសិទ្ធភាព ក្នុង នោះ នៅ សល់ តែ បច្ចេកទេស ទេ បច្ចេកទេស គឺ ម្នាក់ រក បច្ចេកទេស អញ្ចឹង យើង និយាយ នេះ ថា យើង រុល ទៅ គេ យក drone បោះ ទម្លាក់ ទៅ គេ បាញ់ គេ ក៏ តែ កុំភ្លេច គេ ក៏ មាន drone របស់ គេ មក ទម្លាក់ យើង បាញ់ យើង អញ្ចឹង ត្រូវ គិត ទាំង តតាំង ប្រយុទ្ធ ទៅ លើ សត្រូវ នឹង ត្រូវ គិត ថា ការពារ យ៉ាងម៉េច ពេល ដែល drone សត្រូវ មក យើង អា នឹង ត្រូវ មាន អា ប្រដាប់ មក បាញ់ ឥឡូវ ឮ ថា ចិន ហ្នឹង មាន អា missile ប្រើ laser missile ខ្នាត តូច ទេ ណា ប្រើ laser កាន់ តែ ម្នាក់ បាញ់ ឈិត ក្នុង កម្ពស់ ប្រហែល ជា ដូច 80 ម៉ែត្រ 80 ម៉ែត្រ ទៅ 100 ម៉ែត្រ ទេ បាទ កម្ពស់ ប្រហែល ប៉ុណ្ណឹង ឆេះ អញ្ចឹង អ្នក ដែល កាន់ កភ្លើង បាញ់ drone ហ្នឹង មើល តែ លើ ទេ មើល តែ លើ អ្នក ដែល នៅ ក្រោម មើល ក្រោម អា អ្នក ដែល ចាំ បាញ់ drone មើល លើ តែ មិន ម្នាក់ ទៀត ម្នាក់ អត់ ឈ្នះ វា ទេ ព្រោះ វា មក បាទ វា មក 4-10 4-10-20 យ៉ាង ទៅ ហើយ យើង បាញ់ ទៅ ឈិត ឆេះ 1 ឈិត ឆេះ 2 ឈិត ឆេះ 3 ឲ្យ តែ លឿន ទៅ គឺ ឲ្យ ត្រង់ បាញ់ ឲ្យ ត្រង់ ឆេះ ហើយ អញ្ចឹង យើង ត្រូវ មាន វិធី ធ្វើ យ៉ាង ម៉េច យក ព្រៀប លើ សត្រូវ ប្រើ drone យើង ទៅ ទម្លាក់ វា បាញ់ វា បាញ់ រត់ ក្រោះ វា លាក់ លើ រត់ ក្រោះ វា ហើយ នឹង វិធី យ៉ាង ម៉េច ការពារ មាន ទៅ មាន មក អា នឹង តើ ឲ្យ ចេះ ទាំង ពីរ ហ្នឹង ណា ទេ ណា បាទ ឲ្យ ខ្លាំង ទាំង ពីរ ហ្នឹង អា នឹង គឺ យើង មាន ព្រៀប ឲ្យ ទៀត អូខេ អៀម ទីនេះ ថា លោក នាយក ខ្មែរ គួរ តែ ទិញ អាវុធ បាញ់ រត់ ពី ដែក បាទ មាន ហើយ មាន ហើយ ទៀត ណា FC ដាសក់ បាទ លោក ពូ មែនតើ នៅ ប្រទេស ហ្វីលីពីន ធ្វើ ជា ប្រធាន អាស៊ាន
đôi đôi bạc tình long à bà trang huột bà phương che khét nó là con vật thống của vùng che nên là con vật thống của tỷ thái của vùng che khi phải cắt lại mà đừng thòng bàn á bà chăm mới liền miền rụp hiếp chăm chùn okสกอนบ่าโจชลีเปียตึกได้กัมพูชีกรอยบอดฉุกบันเตอันเนลเจตกรอนบ่าธรรมซีโอเควินานาบ่าอนุตินจิตดอลไงอันสาหายตระให้เตียนบ่าวิโรเนี่ยจินุให้บ่าให้อาเซียสักซีนั่งไงเมาสะเมื่ออาเซียนต่างอ้อกึดกูเรื่องนั่งไง